សូមជូនរឿងមហាកាសបៈសទ្ធិវិហារិកៈព្រះបរមសាស្តាទ្រង់ប្រារព្ធនៅសទ្ធិវិហារិកៈរបស់ព្រះមហាកាសបៈថេរសទ្ធិវិហារិកៈអង្គនេះលោកបានយកកិច្ចវត្តរបស់សទ្ធិវិហារិកៈមួយអង្គទៀតដែលលោកបានធ្វើប្រគេនព្រះថេរៈហាក់ដូចជាខ្លួនឯងបានធ្វើយ៉ាងដូច្នោះឯងព្រះមហាកាសបៈបានជ្រាបរឿងនេះហើយបានអប់រំទូមានព្រានប្រដៅដើម្បីកុំឲ្យលោកធ្វើអំពើមិនល្អនេះតទៅទៀតតែលោកអង្គនេះមិនព្រមស្ដាប់មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះនៅតែជជែកក្បាលរឹងហើយខឹងនឹងព្រះថេរៈទៀតផងសម័យថ្ងៃមួយព្រះថេរៈបាននិមន្តទៅកាន់ទីដតីសទ្ធិវិហារិកៈអង្គនេះបានវេយបំបែកគ្រឿងសាមណៈបរិក្ខារសម្រាប់ប្រើប្រាស់របស់ព្រះថេរៈបែកបាក់ខូចទាំងអស់គ្មានសល់ហើយបានយកភ្លើងមកដុតនៅបណ្ដាសាលាឆេះខ្ទេចខ្ទីអស់ទៀតស្រេចហើយក៏រត់ចេញពីទីនោះទៅនៅទីដតីទៀតសទ្ធិវិហារិកៈដែលបានប្រព្រឹត្តត្រឹមត្រូវមួយអង្គទៀតដឹងហេតុនេះហើយទើបទៅក្រាបទូលព្រះដ៏មានព្រះភិក្ខព្រះសាស្តាទ្រង់ត្រាស់និទានថាកាលដែលសទ្ធិវិហារិកៈអង្គនេះកើតជាពាណូព្រះមហាកាសបៈកើតជាសត្វក្រលីងក្រឡងដែលមានពណ៌លឿងខ្ចីនៅពេលដែលមានភ្លៀងបង្អស់ធ្លាក់ចុះមកសត្វពាណូនោះមានរាងកាយរងាញ័រញាក់យ៉ាងខ្លាំងរកទីកន្លែងជ្រកគ្មានបោលទៅបោលមកស្រាប់តែឃើញសម្បុកសត្វក្រលីងក្រឡងហើយបានទៅជ្រកនៅក្រោមសម្បុកនោះដើម្បីការពារខ្លួនកុំឲ្យរងាសត្វក្រលីងក្រឡងបានឃើញសត្វពាណូមកជ្រកក្រោមសម្បុករបស់ខ្លួនហើយក៏និយាយថាបងពាណូឯងមានដៃមានជើងក្បាលមុខមាត់ដូចនឹងមនុស្សចុះហេតុដូចម្ដេចបានជាបងពាណូឯងមិនព្រមធ្វើសម្បុកសម្រាប់ជ្រកទឹកភ្លៀងសត្វពាណូបានឮពាក្យតេះដៀលយ៉ាងនេះហើយបានក្រោធខឹងយ៉ាងខ្លាំងនឹងសត្វក្រលីងក្រឡងហើយស្ទុះទៅបោចទាញកន្ត្រាក់ទម្លាយសម្បុកក្រលីងក្រឡងចោលខ្ទេចខ្ទីអស់គ្មានសេះសល់នៅទីបញ្ចប់ព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាចរញ្ជេនេធិកិច្ឆេយៈសេយ៉ាងសតិសមត្តណោអេកចរិយ៉ាងតលហੰករិយាណាថិពាលេសហាយតាបើបុគ្គលធ្វើដំណើរទៅទីណាមិនបានសម្លាញ់ដែលមានគុណធម៌ប្រសើរជាងខ្លួនឬស្មើនឹងខ្លួនទេគប្បីធ្វើដំណើរទៅតែម្នាក់ឯងឲ្យបានរឹងប៉ឹងល្អព្រោះថាភាពជាមិត្តសម្លាញ់ក្នុងបុគ្គលពេលមិនមានសោះឡើយក្នុងការជាប់ព្រះធម៌ទេសនាអាកន្តកៈភិក្ខុក៏បានសម្រេចនៅសោតាបត្តិផលសូម្បីតែជនច្រើនទៀតក៏បានសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើមព្រះធម៌ទេសនាជាគុណជាតិមានប្រយោជន៍ដល់មហាជនជាច្រើនអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី49
នឹង61នៃព្រះសតនប័យដកលេខ52ទំព័រទី34ចប់សូមអនុមោទនា